នេះជាការជិះម៉ូតូទៅកាន់ស្រុកសំឡូតនៃខេត្តបាត់ដំបងអ្នកទាំងអស់គ្នាកាលពីសប្តាហ៍មុននេះខ្ញុំបានទៅចូលរួមពិធីមង្គលការរបស់មិត្តភក្តិខ្ញុំនៅក្រុងបាត់ដំបងហើយពេលទៅដល់បាត់ដំបងខ្ញុំក៏មានពេលវេលាមួយចំនួននៅសេសសល់ខ្ញុំបានជួលម៉ូតូដើម្បីធ្វើដំណើរទៅកាន់ស្រុកសំឡូតនៃខេត្តបាត់ដំបងនៅរដូវនេះគឺជារដូវគេហៅរដូវការបៃតង Green Season ណាអ្នកនរគ្នាអញ្ចឹងទេសភាពនៅស្រុកសំឡូតនៃខេត្តបាត់ដំបងនេះគឺស្រស់ស្អាតមែនទែននិយាយទៅមិនត្រឹមតែនៅស្រុកសំឡូតទេគឺស្រុកនានាជាពិសេសនៅតំបន់ព្រៃឈើមានភ្នំមានព្រៃឈើហ្នឹងគឺស្រស់ស្អាតមែនទែនគឺពពកបៃតងស្រស់ស្អាតមែនទែនហើយទេសភាពនៅតាមដងផ្លូវឆ្ពោះទៅកាន់ស្រុកសំឡូតនេះទៀតសោតគឺល្អមែនទែនអ្នកនរគ្នាដូចអ្នកនរគ្នាបានឃើញអញ្ចឹងគឺផ្កាកងោកអ៊ីនៅតាមដងផ្លូវហ្នឹងគឺកំពុងតែរីកស្គុះស្គីបញ្ចេញសម្រស់ស្រស់ត្រកាលស្អាតមែនទែននិយាយពីខេត្តបាត់ដំបងណាអ្នកនរគ្នាខ្ញុំមិនបាច់ចាំពណ៌នេះច្រើនណាអ្នកនរគ្នាដឹងថាខេត្តបាត់ដំបងបែបណាគឺខេត្តបាត់ដំបងនេះគឺជាខេត្តដែលសម្បូរសប្បាយមែនទែនសម្បូរទៅដោយភោគផលកសិកម្មជាពិសេសគឺផ្លែឈើនេះតែម្ដងគឺរដូវនេះគឺពេញមិនត្រឹមតែសម្រស់ធម្មជាតិស្រស់ត្រកាលទេតែផ្លែឈើក៏សម្បូរដែរណោះអញ្ចឹងធ្វើដំណើរពីក្រុងបាត់ដំបងជាង1ម៉ោងមកខ្ញុំក៏មកដល់ទឹកដីនៃស្រុកសំឡូតហើយហើយដូចបញ្ជាក់ជូននៅក្នុងវីដេអូអញ្ចឹងគឺសម្រស់ស្រស់ស្អាតមែនទែនអ្នកនរឃើញតាមផ្លូវហ្នឹងគឺផ្កាកងោកកំពុងតែបញ្ចេញសម្រស់ស្រស់ស្អាតមែនទែនហើយធ្វើដំណើរមកគោលដៅខ្ញុំថ្ងៃនេះហ្នឹងគឺខ្ញុំទៅចង់ទៅមើលចការផ្លែឈើហើយក៏ដូចជាទៅទស្សនា resort មួយចំនួននៅជើងភ្នំព្រោះខែនេះគឺពេញសាណានៅនេះឃ្លាតថាមកការមិត្តភ័ក្តិហើយក៏កុំឲ្យខាតជើងគឺយើងបូកបញ្ចូលជាមួយនឹងការមកទស្សនានៅស្រុកសំឡូតនេះតែម្ដងមកដល់កាន់តែគៀកចិត្តចការមែនតើខ្ញុំឃើញពីមុខផ្ទះរបស់បងប្អូនប្រជាជនយើងនៅក្នុងស្រុកសំឡូតហ្នឹងគាត់កាត់ត្រេនទុំយកមកដាក់លក់ពេញមុខផ្ទះតែម្ដងឃើញត្រេនតំណងពេញខ្ញុំក៏ឈប់ទិញសមកពី3គីឡូទៅនៅអ្នកនេះនិយាយលេងហ្នឹងមកដល់កន្លែងត្រេនណាយើងអត់ទិញត្រេនមិនគ្រាន់តែថាឥឡូវនេះយើងទិញសមកពី3គីឡូដើម្បីភ្លក់តេស្តសិនណាអញ្ចឹងបន្ទាប់ពីទិញសមកហើយយើងក៏បន្តដំណើរបន្តទៅមុខទៀតដើម្បីឆ្ពោះទៅកាន់ចការត្រេនតាម៉ាប់ការត្រេននេះគេបងតាម៉ាប់នៅតាម៉ាប់សំឡូតចេះហើយយើងទៅមើលជិះទៅមើលចការត្រេនទាំងអស់នេះបាទឃើញតាមផ្លូវគេសតតែដំណាំហ្មងនេះស្រុកគេស្រុកដំណាំហ្មងដល់ចការតាម៉ាប់បាយបងអូយើងទៅគេកាត់យកមកស្តុកនេះជាការត្រេនតាម៉ាប់សម្លូតចាស់អូដាក់ត្រេនច្រើនពុកឥឡូវនេះយើងមកដល់កាព្រៃរីសតបាត់ដំបងឆ្នាំទៅខ្ញុំអោម្ដងដែរតែពេលហ្នឹងភ្លៀងដាច់ផ្លូវឡើយមកដល់ថ្ងៃនេះមកដល់ហើយដល់ទូឃើញមុខលឹមហ៎ហើយចូលមកដល់ខាងលើមានកន្លែងបោះតង់គេធ្វើរៀនបោះតង់មានរោងបោះតង់ក៏បានយើងមកស្នាក់នៅបន្ទប់ក៏បានដែរតែខាងក្នុងមានកាហ្វេនៅណា
គេដាក់ផ្កាព្រៃបានន័យថានៅនេះវាមានផ្កាព្រៃច្រើនមុខសបោដល់ផ្កាព្រៃគេផ្កាព្រៃ